ថ្ងៃនេះយើងនឹងលើកយកករណីដ៏សោកនាដកម្មមួយដែលកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លាពីពេញពិភពលោកគឺជារឿងរ៉ាវរបស់តារាចម្រៀងនិងជាតារាម៉ូដែលសញ្ជាតិបែឡារុសម្នាក់ដែលត្រូវបានគេល្បួងជួញដូរនៅក្នុងប្រទេសថៃហើយទីបំផុតបានស្លាប់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌ដោយសារការវះយកគ្រឿងក្នុងនៅប្រទេសមីយ៉ាន់ម៉ាករណីនេះបានគូបញ្ជាក់ជាថ្មីអំពីភាពឃោរឃៅនៃការជួញដូរមនុស្សឆ្លងដែននិងអកតកម្មតាមប្រព័ន្ធអនឡាញជនរងគ្រោះមានឈ្មោះថាវេរ៉ាក្រៅសវ៉ាមានវ័យ26ឆ្នាំជាតារាចម្រៀងនិងជាតារាម៉ូដែលដ៏មានសក្តានុពលម្នាក់តាមសេចក្តីរាយការណ៍របស់កាសែត Chusan Daily កាលពីថ្ងៃទី17ខែតុលាឆ្នាំ2025កញ្ញាក្រៅសវ៉ាត្រូវបានអកិត្តិជនល្បួងកាលពីខែមុនដោយប្រើល្បិចបញ្ឆោតថាមកធ្វើការងារក្រៅម៉ោងជាតារាម៉ូដែលនិងចូលរួមសម្ភាសនៅក្នុងទីក្រុងបាងកកប្រទេសថៃយ៉ាងណាមហិច្ឆតានិងក្តីសង្ឃឹមរបស់នាងបានប្រែក្លាយទៅជាសបិនដ៏អាក្រក់នៅពេលដែលនាងបានទៅដល់ទីក្រុងបាងកកប្រទេសថៃនៅទីនោះនាងមិនបានជួបនឹងក្រុមហ៊ុនម៉ូដែលឡើយតែបានត្រូវបានគេចាប់ជំរិតភ្លាមដោយក្រុមអន្តរជាតិនៅទីនោះក្រុមអគុតជនបាននាំនាងឆ្លងដែនទៅកាន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាជាតំបន់ដែលគេស្គាល់ថាជាតំបន់ប្រព្រឹត្តអកតកម្មឆ្លងដែនដ៏គ្រោះថ្នាក់នៅទីនោះនាងក្រៅសវ៉ាត្រូវបានគេដកហូតលិខិតឆ្លងដែនទូរស័ព្ទកាត់ផ្តាច់ពីពិភពខាងក្រៅហើយត្រូវបានគេវាយដំនឹងគំរាមកំហែងនិងបង្ខំឲ្យធ្វើការជាទេសចរនៅក្នុងបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញតាមប្រភពព័ត៌មាននាងត្រូវបានបង្ខំឲ្យចូលរួមក្នុងអំពើឆបោកស្នេហាដោយត្រូវតាក់ទងជាមួយបរិសុទ្ធអ្នកមានដើម្បីបោកប្រាស់យកលុយរបស់ពួកគេបន្ទាប់ពីនាងរស់នៅក្នុងស្ថានភាពដ៏លំបាកវេទនានិងរងការគំរាមកំហែងជាច្រើនមួយរយៈក្រោយមកក្រុមអគុតជនបានតាក់ទងទៅក្រុមគ្រួសាររបស់នាងដោយប្រាប់ដំណឹងដ៏សោកសៅថានាងបានស្លាប់បាត់ទៅហើយមិនត្រឹមតែប៉ុណ្ណោះក្រុមអគុតជនទាំងនោះថែមទាំងបានទាមទារឲ្យក្រុមគ្រួសាររបស់នាងផ្ញើប្រាក់ចំនួន$500,000អាមេរិកដើម្បីយកសាកសពនាងទៅវិញនេះជាទង្វើដ៏ព្រៃផ្សៃមួយដែលមិនត្រឹមតែបានសម្លាប់មនុស្សទេថែមទាំងព្យាយាមជំរិតទារប្រាក់ពីទុកសោករបស់ក្រុមគ្រួសារទៀតផងនៅពេលដែលក្រុមគ្រួសារមិនបានធ្វើតាមការទាមទាររបស់ពួកគេក៏បានផ្ញើសារមួយទៀតដែលមានខ្លឹមសារថាយើងបានបូជារួចហើយកុំស្វែងរកនាងទៀតអីសារនេះបានបិទបញ្ចប់ក្តីសង្ឃឹមចុងក្រោយរបស់ក្រុមគ្រួសារនាងតែចង់ឃើញមុខកូនស្រីជាទីស្រឡាញ់ទោះជាយ៉ាងណាក៏ដោយសកម្មកម្មនេះមិនទាន់បានបញ្ចប់ត្រឹមនេះទេក្រុមគ្រួសាររបស់កញ្ញាក្រៅសវ៉ាបានទទួលសារអាណាមុខមួយទៀតដែលបានលាតត្រដាងការពិតដ៏រន្ធត់មួយសារនោះបានបញ្ជាក់យ៉ាងច្បាស់ថាក្រៅសវ៉ាត្រូវបានលក់ទៅឲ្យក្រុមអង្គការជួញដូរសរីរាង្គដែលមានការវះកាត់យកគ្រឿងក្នុងរបស់នាងចេញហើយសាកសពរបស់នាងត្រូវបានបូជារួចរាល់ហើយព័ត៌មាននេះបានបង្កឲ្យមានការរំជួសចិត្តយ៉ាងខ្លាំងពីមជ្ឈដ្ឋានមហាជនដោយបង្ហាញថាតារាម៉ូដែលវ័យក្មេងរូបនេះត្រូវបានគេកេងប្រវ័ញ្ចរហូតដល់បញ្ចប់ជីវិតហើយថែមទាំងត្រូវបានគេយកសរីរាង្គទៅលក់ទៀតផងករណីបានឆ្លុះបញ្ចាំងអំពីខ្សែចង្វាក់អកតជនដ៏គួរឲ្យខ្លាចដែលពាក់ព័ន្ធនឹងការលបួងយកមកធ្វើការជួញដូរមនុស្សបង្ខំឲ្យប្រព្រឹត្តបទល្មើសតាមអនឡាញរហូតដល់ការជួញដូរសរីរាង្គអាជ្ញាធរពាក់ព័ន្ធជាពិសេសកងកម្លាំងនគរបាលមីយ៉ាន់ម៉ាបានបញ្ជាក់ថាជនរងគ្រោះត្រូវបានទទួលការតាក់ទងបោកបញ្ឆោតតាំងពីដំបូងមកម្លេះពីសំណាក់អក្រិតជនហើយត្រូវបានបញ្ជូនភ្លាមពីប្រទេសថៃទៅកាន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ានិងត្រូវបានលក់ជាទេសចររឿងរ៉ាវរបស់កញ្ញាក្រៅសវ៉ាគឺជាការដាស់តឿនដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូបជាពិសេសយុវជនដែលតែងតែស្វែងរកការងារនៅក្រៅប្រទេសតាមរយៈប្រព័ន្ធអនឡាញសូមប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្ដល់ការងារដ៏គួរឲ្យទាក់ទាញហួសហេតុដែលអាចជាអន្ទាក់របស់ក្រុមជួញដូរមនុស្សនិងអគុតជនតាមអនឡាញយើងសូមចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសាររបស់កញ្ញាក្រៅសវ៉ាចំពោះការបាត់បង់ដ៏ធំធេងនេះយើងសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធ
និងស៊ើបអង្កេតករណីនេះឲ្យបានស៊ីជម្រៅដើម្បីនាំខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់